សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel TRC Recap តើអ្នកធ្លាប់ស្រមៃចង់គិតចេញពីភាពអ៊ូអរនិងភាពស្មុគស្មាញនៃជីវិតទីក្រុងដើម្បីទៅសាងសង់ចម្រុះដ៏កក់ក្ដៅមួយនៅកណ្ដាលព្រៃជ្រៅដែលមានតែសំឡេងបក្សាបក្សីនិងខ្យល់អាកាសបរិសុទ្ធដែរឬទេថ្ងៃនេះយើងនឹងតាមដានដំណើរជីវិតរបស់បុរសម្នាក់ឈ្មោះ Vova ដែលជាអ្នកស្រឡាញ់ធម្មជាតិនិងមានជំនាញខាង Bushcraft យ៉ាងស្ទាត់ជំនាញមូលហេតុដែលនាំឲ្យគាត់សម្រេចចិត្តបោះបង់ភាពស៊ីវិល័យមកកាន់ទីនេះគឺដោយសារតែការស្រេកឃ្លានសេរីភាពនិងចង់សាកល្បងសមត្ថភាពខ្លួនឯងនៅក្នុងការរស់រាននិងបង្កើតអ្វីមួយចេញពីបាតដៃទទេដោយប្រើប្រាស់តែធនធានធម្មជាតិដំណើរដំបូងរបស់គាត់បានចាប់ផ្ដើមជាមួយនឹងការដើរស្វែងរកទីតាំងដ៏ស័ក្តិសមបំផុតនៅក្នុងព្រៃធំបន្ទាប់ពីដើរកាត់ជ្រលងភ្នំនិងព្រៃឈើជាច្រើនគាត់ក៏បានសម្រេចចិត្តជ្រើសរើសយកចម្រាភ្នំមួយកន្លែងដែលមានទេសភាពស្រស់ត្រកាលប៉ុន្តែវាជាការប្រឈមដ៏ធំមួយសម្រាប់ការសាងសង់សកម្មភាពដំបូងដែលគាត់ត្រូវធ្វើគឺការរៀបចំដី Vova បានចាប់ផ្ដើមប្រើចបជីកយ៉ាងស្វាហាប់ដើម្បីកាប់ឆ្ការមែកឈើនិងកាយស្លឹកឈើស្ងួតចេញពីផ្ទៃដីការងារនេះហាក់ដូចជាសាមញ្ញប៉ុន្តែវាពិតជាហត់នឿយខ្លាំងណាស់ព្រោះគាត់ត្រូវធានាថាផ្ទៃដីនោះមានសុវត្ថិភាពពីសត្វល្អិតនិងមានលក្ខណៈអំណោយផលសម្រាប់គ្រឹះផ្ទះបន្ទាប់ពីសម្អាតដីរួចរឿងដែលពិបាកបំផុតបានមកដល់គឺការជីកដីដើម្បីធ្វើគ្រឹះដោយសារទីតាំងស្ថិតនៅលើចម្រាភ្នំគាត់ត្រូវជីកដីឲ្យមានរាងជាចន្ទាឬជាថ្នាក់ៗដើម្បីបង្កើនលំនឹងរាល់ការកាប់ចប់ចុះទៅក្នុងដីនីមួយៗសុទ្ធតែបង្ហាញពីការតាំងចិត្តខ្ពស់ញើសបានហួរស្រួយពេញខ្លួនប៉ុន្តែ Vova មិនបានរុញរានោះទេគាត់បានប្រើប៉ែលកាយដីចេញម្ដងបន្តិចម្ដងរហូតតតែបានរណ្ដៅជ្រាវល្មមសម្រាប់ដាក់សសរគ្រឹះនៅពេលរៀបចំដីឲ្យរាបស្មើបានជោគជ័យគាត់ចាប់ផ្ដើមរៀបចំឈើសម្រាប់ធ្វើជាសសរគ្រោងអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺបច្ចេកទេសការពារឈើរបស់គាត់មុននឹងដំឡើងសសរចូលទៅក្នុងដី Vova បានដុតចុងឈើទាំងនោះឲ្យខ្លាចបន្តិចនេះគឺជាវិធីសាស្ត្របុរាណដើម្បីការពារឈើកុំឲ្យរលួយឬមានខ្មួតស៊ីនៅពេលកប់ក្នុងដីយូរឆ្នាំបន្ទាប់មកគាត់បានលើកសសរឈើធំៗទាំងនោះមកដំឡើងម្ដងមួយដោយប្រើកម្រិតទឹកដើម្បីវាស់ឲ្យបានត្រង់ជួរការតាបជាប់គ្រោងឈើដំបូងនេះគឺជាចំណុចចាប់ផ្ដើមនៃរូបរាងផ្ទះឈើរបស់គាត់បានប្រើពូថៅដាប់ឈើឲ្យមានរាងជាស្នាមដើម្បីឲ្យឈើអាចគុំចូលគ្នាបានយ៉ាងណែនល្អនៅចុងបញ្ចប់នៃវគ្គនេះយើងឃើញថាគ្រោងឆ្អឹងដំបូងនៃផ្ទះឈើបានលេចចេញរូបរាងឡើងយ៉ាងរឹងមាំនៅលើចម្រៀងភ្នំដែលជាលទ្ធផលនៃកម្លាំងញើសឈាមនិងការតស៊ូរបស់គាត់ក្នុងរយៈពេលជាច្រើនថ្ងៃមកនេះតើផ្ទះនេះនឹងទៅជាយ៉ាងណាទៀតកុំភ្លេចតាមដាននៅវគ្គបន្តទៀតជាមួយ TRC Recap បន្ទាប់ពីគ្រោងផ្ទះត្រូវបានបញ្ចប់យ៉ាងមាំមួនហើយជំហានបន្ទាប់ដែលសំខាន់បំផុតនោះគឺការសាងសង់ជញ្ជាំង Vova មិនបានប្រើអ៊ីតឬស៊ីម៉ង់ដោយការសាងសង់ទូទៅឡើយប៉ុន្តែគាត់បានជ្រើសរើសបច្ចេកទេសបែបបុរាណដោយប្រើបំណែកឈើខ្លីៗនិងដីអ៊ីតដំបូងឡើយគាត់ត្រូវចំណាយពេលយ៉ាងច្រើនក្នុងការអាឈើឲ្យមានប្រវែងស្មើៗគ្នារាល់បំណែកឈើនីមួយៗត្រូវបានគាត់រៀបចំយ៉ាងផ្ចិតផ្ចង់បំផុតអ្នកអាចឃើញពីការអត់ធ្មត់របស់គាត់ក្នុងពេលដែលគាត់លាយដីអ៊ីតជាមួយទឹកដើម្បីបង្កើតជាបាយអធម្មជាតិសម្រាប់ជាប់បំណែកឈើទាំងនោះគាត់ចាប់ផ្ដើមរៀបជញ្ជាំងពីក្រោមឡើងលើដោយដាក់បំណែកឈើមូលៗតម្រៀបគ្នារួចបិទចម្លាស់ក្រហមដោយដីអ៊ីតយ៉ាងក្រាស់ដើម្បីធានាថាខ្យល់រងានិងសត្វល្អិតមិនអាចចូលទៅក្នុងផ្ទះបានឡើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺការចែកឆ្នៃប្រឌិតទូកចម្លក់សម្រាប់បង្អួចគាត់បានដំឡើងស៊ុមឈើមួយយ៉ាងមាំដើម្បីឲ្យពន្លឺថ្ងៃអាចចែកចូលទៅក្នុងផ្ទះនិងអាចឲ្យគាត់មើលឃើញទិដ្ឋភាពព្រៃឈើដ៏ស្រស់ស្អាតពីខាងក្នុងរាល់ពេលដែលជញ្ជាំងកាន់តែខ្ពស់ឡើងការងារក៏កាន់តែលំបាកព្រោះគាត់ត្រូវលើកបំណែកឈើនិងដីឥដ្ឋឡើងទៅលើកម្ពស់ខ្ពស់ជាងមុនប៉ុន្តែទឹកមុខរបស់ Vova នៅតែបង្ហាញពីភាពស្ងប់សុខនិងមោទនភាពចំពោះសមិទ្ធផលដែលកើតចេញពីកម្លាំងញើសឈាមរបស់ខ្លួនជញ្ជាំងនីមួយៗត្រូវបានរៀបចំឡើងដោយក្តីស្រឡាញ់និងការយកចិត្តទុកដាក់បំផុតសម្រស់នៃជញ្ជាំងឈើលាយដីឥដ្ឋនេះមិនត្រឹមតែធ្វើនៅភាពរឹងមាំប៉ុណ្ណោះទេប៉ុន្តែវាក៏មើលទៅមានសិល្បៈនិងស៊ីគ្នាទៅនឹងបរិយាកាសព្រៃភ្នំជុំវិញខ្លួនយ៉ាងឥតខ្ចោះឥឡូវនេះរូបរាងផ្ទះតូចមួយបានលេចចេញរូបរាងកាន់តែច្បាស់ដែលធ្វើឲ្យយើងម្ញាក់ទន្ទឹងរង់ចាំមើលថាតើ Vova នឹងរៀបចំផ្នែកខាងក្នុងឲ្យមានភាពកក់ក្ដៅនិងផាសុកភាពយ៉ាងណាបន្តទៀតឥឡូវនេះជញ្ជាំងបានរួចរាល់ជាស្ថាពរហើយប៉ុន្តែដើម្បីឲ្យផ្ទះនេះអាចរស់នៅបានក្នុងរដូវរងាដ៏ត្រជាក់ Vova ចាប់ផ្ដើមសាងសង់បំពង់ផ្សែងនិងចង្ក្រានកម្ដៅដែលជាផ្នែកសំខាន់បំផុត
គាត់បានយកអិចចាស់ៗមកតម្រៀបយ៉ាងផ្ចិតផ្ចង់នៅជ្រុងម្ខាងនៃផ្ទះរអិចនីមួយៗត្រូវបានភ្ជាប់គ្នាដោយបាយឥដ្ឋដីឥដ្ឋយ៉ាងមាំមួនអ្នកអាចមើលឃើញពីភាពហ្មត់ចាស់របស់គាត់ក្នុងការរៀបចំរស់ខ្ញៅនិងការដាក់ទ្វារដែកសម្រាប់ចង្ក្រានដើម្បីឲ្យការដុតអូសមានប្រសិទ្ធភាពខ្ពស់បន្ទាប់មកគាត់បានបន្តសាងសង់បំពង់សែងឲ្យឡើងខ្ពស់ផុតពីដំបូលផ្ទះដើម្បីការពារកុំឲ្យសែងហួយចូលមកខាងក្នុងក្រៅពីបំពង់សែងពួកវាក៏បានចាប់ផ្ដើមរៀបចំផ្ទៃខាងក្នុងឲ្យកាន់តែរៀបរយគាត់បានរៀបថ្មភ្នំធ្វើជាកម្រាលផ្ទះនិងជណ្ដាលនៅខាងមុខមាត់ទ្វារដែលមើលទៅពិតជាមានភាពរឹងមាំនិងស៊ីគ្នាជាមួយបរិយាកាសព្រៃឈើខ្លាំងណាស់មិនទាន់អស់នោះឡើយទេគាត់ក៏បានងាកមកតុបតែងផ្នែកខាងក្រៅផ្ទះវិញម្ដងដោយការជីកដីនិងរៀបចំជញ្ជាំងទប់ដីពីបំណែកឈើខ្លីៗគាត់បានអាឈើជាបន្ទះរួចដំវាយ៉ាងណែនទៅក្នុងដីបង្កើតបានជាជញ្ជាំងឈើដ៏ស្រស់ស្អាតសម្រាប់ទប់ដីពីលើភ្នំគាត់បានចាក់ដីបំពេញចន្លោះទាំងនោះដើម្បីរៀបចំជាកន្លែងដាំផ្កាឬសួនតូចមួយនៅខាងមុខផ្ទះរាល់សកម្មភាពរបស់គាត់សុទ្ធតែបង្ហាញពីការផ្ចិតផ្ចង់និងការតស៊ូដើម្បីសម្រេចបាននូវផ្ទះក្នុងក្តីស្រមៃមួយនេះបន្ទាប់ពីជញ្ជាំងនិងចង្ក្រានកម្ដៅបានរួចរាល់ជាស្ថាពរវ៉ាដឹងយ៉ាងច្បាស់ថាគាត់ត្រូវតែប្រញាប់ប្រញាល់សាងសង់ដំបូលឲ្យបានឆាប់តាមដែលអាចធ្វើទៅបានដើម្បីការពារសមិទ្ធផលទាំងនេះពីការបំផ្លាញដោយទឹកភ្លៀងនិងព្រឺថ្លាគាត់បានចាប់ផ្ដើមការងារដ៏គ្រោះថ្នាក់នេះដោយការឡើងទៅលើក្រងឈើកពស់ហើយចាប់ផ្ដើមក្រាវស្រទាប់ការពារទឹកជ្រាបយ៉ាងហត់ចត់បំផុតរាល់ចលនារបស់គាត់គឺពោពេញដោយភាពប្រុងប្រយ័ត្នប៉ុន្តែក៏មានភាពស្វាហាប់មិនធម្មតាដែរបន្ទាប់មកគឺដល់ដំណាក់កាលរៀបចំក្តារឈើដ៏ធ្ងន់ធ្ងរវ៉ាឬវ៉សវាំងកាត់និងរះក្តារឈើនីមួយៗដោយកម្លាំងបាយសុទ្ធសាធពីចម្ងាយយកមកកាន់ទីតាំងសាងសង់ម្នាក់ឯងអ្នកអាចមើលឃើញពីញើសដែលហូរស្រោចខ្លួននិងសាច់ដុំដែលឡើងប៉ោងនៅពេលគាត់លើកឈើធំៗទាំងនោះតើអ្នកទាំងអស់គ្នាគិតថាបើជាអ្នកវិញតើអ្នកមានកម្លាំងចិត្តនិងភាពអត់ធ្មត់គ្រប់គ្រាន់ដើម្បីធ្វើការងារដ៏លំបាកនេះម្នាក់ឯងដែរឬទេសូមជួយបញ្ចេញមតិនៅខាងក្រោមវីដេអូនេះផងគាត់បានតម្រៀបក្តារឈើនីមួយៗយ៉ាងត្រឹមត្រូវតាមបច្ចេកទេសនិងដំដែកគោលភ្ជាប់យ៉ាងម៉ោងមួនបំផុតសំឡេងញញ័រដែលលាន់ឮរំពងពេញព្រៃភ្នំហាក់ដូចជាតន្ត្រាយនៃក្តីសង្ឃឹមដែលប្រាប់ថាផ្ទះនេះជិតបានសម្រេចហើយនៅពេលដែលដំបូលត្រូវបានប្រក់រួចរាល់ផ្ទះទូចនេះចាប់ផ្ដើមមានសោភ័ណភាពគួរឲ្យចង់រស់នៅខ្លាំងណាស់ប៉ុន្តែផ្ទះមួយមិនទាន់អាចហៅថាផ្ទះបានទេប្រសិនបើគ្មានទ្វារវ៉ាបានចំណាយពេលវេលាយ៉ាងច្រើនក្នុងការរចនានិងធ្វើទ្វារឈើដ៏រឹងមាំមួយគាត់បានប្រើប្រាស់ឧបករណ៍ដោយភាពផ្ចិតផ្ចង់បំផុតដើម្បីឲ្យរាល់ស្លឹកឈើត្រូវគ្មានល្អឥតខ្ចោះធានាថាมันមានខ្យល់ត្រជាក់អាចបក់ចូលបានឡើយនៅពេលដែលទ្វារត្រូវបានដំឡើងនឹងបិទជិតជាលើកដំបូងយើងអាចមើលឃើញពីស្នាមញញឹមដ៏មានន័យនិងអារម្មណ៍ធូរស្រាលនៅលើផ្ទៃមុខរបស់គាត់ឥឡូវនេះផ្ទះរបស់គាត់បានក្លាយជាជម្រើសដ៏កក់ក្ដៅនិងមានសុវត្ថិភាពបំផុតដែលអាចការពារគាត់ពីគ្រប់ឧបសគ្គនៃធម្មជាតិបានយ៉ាងពិតប្រាកដនៅពេលដែលធ្នើដាក់ប៉ែងនិងតក់ឈើធម្មជាតិត្រូវបានដំឡើងរួចរាល់ផ្ទះតូចនេះក៏ប្រែជាមានភាពទាក់ទាញនិងគួរឲ្យចង់រស់នៅមិនចាញ់ផ្ទះទំនើបឡើយវ៉ាបានបង្កាត់ភ្លើងក្នុងចង្ក្រានដែលគាត់បានសាងសង់ដោយដៃបង្កើតជាពន្លឺពណ៌ទឹកក្រូចដ៏កក្ដៅបំភ្លឺពេញផ្ទះគាត់បានអង្គុយលើគ្រែដែលទើបតែធ្វើរួចក្រៀបរសជាតិតែដ៏ឈ្ងុយឆ្ងាញ់ខណៈពេលសម្លឹងមើលសមិទ្ធផលដែលកើតចេញពីញើសឈាមនិងការតស៊ូរបស់ខ្លួននេះមិនមែនគ្រាន់តែជាជំរឿនការពារខ្លួនមួយនោះទេប៉ុន្តែវាគឺជាឋានសួគ៌ឯកជនមួយដែលគាត់បានសាងសង់ឡើងដោយក្តីស្រឡាញ់និងការតាំងចិត្តដ៏មហិមាឥឡូវនេះវ៉ាចាប់ផ្ដើមពង្រីកក្តីស្រមៃរបស់គាត់ទៅកាន់ផ្នែកខាងក្រៅនៃផ្ទះវិញម្ដងដើម្បីផ្ដល់នូវភាពពេញលេញពិតប្រាកដដំណាក់កាលចុងក្រោយដ៏សំខាន់នេះគឺការសាងសង់រានហាលដ៏ធំទូលាយមួយដែលនឹងក្លាយជាកន្លែងសម្រាកកាយដ៏ល្អបំផុតការងារនេះតម្រូវឲ្យគាត់ប្រើកម្លាំងបាយយ៉ាងខ្លាំងក្នុងការកាយដីនិងជញ្ជូនឈើធំៗមកដំឡើងជាគ្រោងគ្រឹះរាល់សកម្មភាពរបស់គាត់សុទ្ធតែបង្ហាញពីភាពផ្ចិតផ្ចង់និងការយល់ដឹងពីធម្មជាតិយ៉ាងច្បាស់លាស់គាត់បានរៀបចំបង្គោលនិងកម្រាលឈើយ៉ាងរឹងមាំដើម្បីឲ្យរានហាលនេះអាចទប់ទល់នឹងអាកាសធាតុគ្រប់បែបយ៉ាងតើអ្នកទាំងអស់គ្នាធ្លាប់ស្រមៃចង់មានរានហាលផ្ទះសម្រាប់អង្គុយមើលទេសភាពព្រៃភ្នំនិងស្រូបខ្យល់អាកាសបរិសុទ្ធបែបនេះដែរឬទេបន្ទាប់ពីគ្រោងរានហាលលេចចេញជារូបរាងយ៉ាងស្រស់ស្អាតវ៉ាក៏ឈានទៅដោះស្រាយបញ្ហាប្រឈមធំមួយទៀតគឺប្រភពទឹកសម្រាប់ប្រើប្រាស់គាត់សម្រេចចិត្តជីកអណ្ដូងមួយនៅក្បែរនោះដោយផ្ទាល់ដៃការជីកដីឲ្យជ្រៅក្នុងតំបន់ភ្នំបែបនេះមិនមែនជារឿងងាយស្រួលឡើយព្រោះវាសម្បូរទៅដោយថ្មរឹងនិងដីហាប់ប៉ុន្តែដោយក្តីតស៊ូមិនរុញរាគាត់បានកាយដីម្ដងបន្តិច
រហូតដល់រកឃើញប្រភពទឹកដ៏ត្រជាក់ស្រេបពីក្នុងដីដើម្បីធានាបាននូវអនាម័យនិងភាពរឹងមាំវ៉ាវ៉ាបានរៀបថ្មភ្នំនិងឥដ្ឋជុំវិញមាត់អណ្ដូងយ៉ាងមានរបៀបបំផុតមិនតែប៉ុណ្ណោះគាត់ថែមទាំងបានសាងសង់ដំបូលតូចមួយយ៉ាងប្រណីពីលើអណ្ដូងដើម្បីការពារកំហុសស្លឹកឈើឬធូលីធាក់ចូលមកដល់ពេលនេះផ្ទះឈើក្នុងក្តីស្រមៃរបស់វ៉ាវ៉ាបានលេចចេញជារូបរាងពេញលេញនិងពោពេញដោយថាសុភាពដែលជាលទ្ធផលនៃញើសឈាមនិងការតស៊ូយ៉ាងអស្ចារ្យបំផុតវាពិតជាឋានសួគ៌លើដីដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បានឥឡូវនេះផ្ទះឈើក្នុងក្តីស្រមៃរបស់វ៉ាវ៉ាជិតនឹងឈានដល់ទីបញ្ចប់យ៉ាងស្ថាពរហើយគាត់បានផ្ដោតអារម្មណ៍យ៉ាងខ្លាំងទៅលើព័ត៌មានលម្អិតតូចបំផុតដើម្បីធ្វើឲ្យកន្លែងស្នាក់នៅនេះคล้ายជាឋានសួគ៌ដ៏សុខសាន្តពិតប្រាកដគាត់បានចាប់ផ្ដើមលាបថ្នាំការពារឈើយ៉ាងផ្ចិតផ្ចង់ដើម្បីផ្ដល់នូវពណ៌ដ៏ស្រស់ស្អាតនិងបង្កើនភាពធន់មាំប្រឆាំងនឹងអាកាសធាតុលើពីនេះវ៉ាវ៉ាក៏បានចំណាយពេលដាំឈើលម្អនិងផ្កាស្រស់ៗនៅជុំវិញរានហាលបង្កើតបានជាបរិយាកាសបៃតងស្រស់បំព្រងគួរឲ្យចង់រស់នៅសូម្បីតែទងឈើសម្រាប់អង្គុយលេងក៏ត្រូវបានគាត់ដំឡើងយ៉ាងរឹងមាំនិងមានសោភ័ណភាពបំផុតរាល់ញើសឈាមនិងការលះបង់យ៉ាងសស្រាក់សស្រាំជាច្រើនខែកន្លងមកនេះបានលេចចេញជារូបរាងយ៉ាងអស្ចារ្យលើពីការរំពឹងទុកនៅពេលដែលកិច្ចការចុងក្រោយត្រូវបានបញ្ចប់ផ្ទះឈើដ៏តូចច្រឡឹងនេះមើលទៅពិតជាកក់ក្ដៅនិងមានសេចក្តីសុខបំផុតនៅកណ្ដាលព្រៃភ្នំដ៏ស្ងប់ស្ងាត់វាគឺជាសមិទ្ធផលដ៏មហិមាដែលកើតចេញពីការតស៊ូនិងកម្លាំងចិត្តដ៏មោះមុតរបស់បុរសម្នាក់ឥឡូវនេះវ៉ាវ៉ាអាចសម្រាកលើទងឈើក្រៀបរសជាតិកាហ្វេនិងស្ដាប់សំឡេងបាក់សាបាក់សីដោយក្តីមោទនភាពសូមអរគុណសម្រាប់ការតាមដានកុំភ្លេចចុច like, subscribe និង comment លើ Channel YouTube TLC Recap ដើម្បីទទួលបានវីដេអូសម្រាយរឿងថ្មីៗជានិច្ច